បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសខ្ញុំមុងសុភ័ក្រជាប្រធានក្រុមនិស្សិតអ្នកសាស្ត្រជ្រុលវ័យក្មេងនៃសមាគមក្រុមការងារ100រាត្រីថ្ងៃនេះខ្ញុំសូមធ្វើលើកឡើងពីអត្ថបទមួយដែលមានចំណងជើងថាសង្គ្រាមដណ្ដើមសកម្មជនរបស់បកប្រឆាំងនៅក្នុងចំណុចនេះដែរមុននឹងចូលដល់សំណួរខ្ញុំសូមលើកឡើងពីប្រវត្តិទ្រុសកន្លងមករបស់ចលនាលោកសំរងស៊ីចាប់តាំងពីឆ្នាំ1995មកលោកសំរងស៊ីបានចាក់ចេញពីគណៈបកហ៊ុនស៊ុបពេជ្រដែលបានទៅបង្កើតគណៈបកថ្មីមួយដែលហៅថាគណៈបកជាតិខ្មែរហើយក៏បានប្រូរឈ្មោះជាបន្តបន្ទាប់ចេញពីគណៈបកជាតិខ្មែរមកគណៈបកសំរងស៊ីបន្ទាប់មកដល់ឆ្នាំ2012មានការរួបរวมជាគណៈបកសង្គ្រោះជាតិមកដល់ឆ្នាំ2020លោកសំរងស៊ីក៏បានឲ្យគណៈបកចាស់របស់ខ្លួនដែលជាគណៈបកលោកសំរងស៊ីនោះបដូរឈ្មោះទៅជាគណៈបកភ្លើងទៀនមកដល់ឆ្នាំ2023បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយនឹងការដឹកនាំរបស់គណៈបកភ្លើងទៀនលោកសំរងស៊ីក៏បានយកឬចំណិតរបស់ខ្លួនប្រមាណអ្នកទៅបង្កើតគណៈបកថ្មីមួយទៀតដែលហៅថាគណៈបកកម្លាំងជាតិត្រង់ចំណុចនេះខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងងាកកលែងមើលថាការពីលោកសំរងស៊ីចាក់ចេញពីគណៈបកហ៊ុនស៊ុបពេជ្រគឺបានធ្វើការអូសទាញនឹងការឃោសនាយកកម្លាំងសម្លេងរបស់ហ៊ុនស៊ុបពេជ្រម្ដងបន្តិចរហូតដល់ហ៊ុនស៊ុបពេជ្រលោកអស់ប្រជាប្រិយភាពមកដល់ឆ្នាំ2025នេះយើងមើលឃើញថាគណៈបកកម្លាំងជាតិដែលបានប្រកាសខ្លួនថារក្សាស្មារតីដើមពីលោកសំរងស៊ីនោះគឺបានធ្វើកិច្ចការងារមួយគឺក្នុងនាមជាយុវជនយើងហៅថាសង្គ្រាមដណ្ដើមសកម្មជនពីគណៈបកចាស់របស់ខ្លួនយើងមើលឃើញហើយតាមសកម្មភាពវីដេអូរបស់គណៈបកកម្លាំងជាតិកន្លងមកគឺតែងតែលើកអំពីពាក្យថាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហើយការរក្សាស្មារតីដើមរបស់លោកនោះគឺតែងតែលើកឡើងអំពីការតស៊ូរបស់លោកសំរងស៊ីនេះឯងក្នុងចំណុចនេះក្នុងនាមខ្ញុំជាយុវជនខ្ញុំចង់ដាក់សំណួរសួរទៅលោកតានិយាយជាពលរដ្ឋដែលបានគ្រប់គ្រងគណៈបកកម្លាំងជាតិនិងគណៈបកភ្លើងទៀនលោកសំរងស៊ីបានដឹកនាំគណៈបកនយោបាយចំនួន5ទៅហើយតែមិនទទួលបានភាពជោគជ័យដោយសារតែការងារនយោបាយធ្វើតាមអារម្មណ៍របស់ខ្លួនដែលធ្វើឲ្យស្មារតីប្រជាពលរដ្ឋបាត់បង់ហើយមកដល់ពេលនេះគណៈបកកម្លាំងជាតិបានយកស្មារតីនេះយកមកអនុវត្តនិងគៀងគរយកកម្លាំងពីគណៈបកចាស់របស់ខ្លួនដើម្បីតាក់ទាញភាពគ្រប់គ្រងទៅថ្ងៃអនាគតនៅត្រង់ចំណុចនេះខ្ញុំចង់បកស្រាយជូនប្រជាពលរដ្ឋលោកតានិយាយដាក់ជាសំណួរថាតើលោកតានិយាយស្ម័គ្រចិត្តយកវាសនារបស់ខ្លួនផ្ញើទៅលើមនុស្សម្នាក់ដែរឬអត់ហើយសួរថាគណៈបកកម្លាំងជាតិមានស្មារតីទូត្រូវលើទឹកចិត្តរបស់ប្រជាជនដែរឬទេដែលភ្ជាប់ខ្លួនដែលតាំងខ្លួនទៅជាមួយនឹងលោកសំរងស៊ីដែលកំពុងបង្កើតរដ្ឋាភិបាលក្រៅប្រទេសហើយជាចលនាមួយដែលខុសច្បាប់ខុសពីរដ្ឋធម្មនុញ្ញនិងរំលោភនីតិរដ្ឋប្រទេសកម្ពុជាត្រង់ចំណុចនេះក្នុងនាមខ្ញុំជាយុវជនខ្ញុំមើលឃើញថាគណៈបកដើមរបស់លោកសំរងស៊ីគឺគណៈបកភ្លើងទៀននោះកំពុងតែប្រកួតប្រជែងជាមួយនឹងគណៈបកកម្លាំងជាតិដើម្បីដណ្ដើមយកសកម្មជនគ្នាទៅវិញទៅមកហើយប្រជាពលរដ្ឋតែងតែលើកអំពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដាក់ពីមុខហើយខ្ញុំចង់សួរថាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនេះតើគណៈបកទាំងអស់មិនអាចប្រើបានមិនអាចអនុវត្តបានឬក៏យ៉ាងណាពាក្យទាំងអស់នេះវាអាស្រ័យទៅលើស្មារតីរបស់គណៈបកនីមួយៗដែលគាត់ចង់អនុវត្តគោលការណ៍សិទ្ធិមនុស្សប្រជាធិបតេយ្យទៅតាមលទ្ធភាពនិងចំណេះដឹងនិងគោលនយោបាយរបស់ខ្លួនមិនមែនអាស្រ័យទៅលើគណៈបកកម្លាំងជាតិតែមួយមុខទេហើយការយកពាក្យវិសិទ្ធិមនុស្សនិងប្រជាធិបតេយ្យមកដាក់មុខនេះគឺគ្រាន់តែជាពាក្យលំអងមួយសម្រាប់លួងប្រជាពលរដ្ឋតែប៉ុណ្ណោះប៉ុន្តែសកម្មភាពជាក់ស្ដែងយើងមើលឃើញថាគណៈបកកម្លាំងជាតិដែលយកស្មារតីដើមរបស់លោកសំរងស៊ីយកមកធ្វើកំពុងតែធ្វើសង្គ្រាមដណ្ដើមសកម្មជនពីគណៈបកចាស់របស់ខ្លួនហើយទោះថាគណៈបកកម្លាំងជាតិនឹងយកវាសនាប្រជាពលរដ្ឋទៅផ្ញើលើមនុស្សម្នាក់បានដោយរបៀបណាហើយវាសនាគណៈបកកម្លាំងជាតិនឹងទៅជាយ៉ាងណានៅថ្ងៃអនាគតប្រសិនបើជាគណៈបកកម្លាំងជាតិនៅតែភ្ជាប់ខ្លួនជាមួយនឹងលោកសំរងស៊ីហើយនៅតែយកស្មារតីលោកសំរងស៊ីយកមកអនុវត្តក្នុងផ្លូវនយោបាយរបស់ខ្លួនព្រោះលោកសំរងស៊ីបានធ្វើអំពើខុសច្បាប់និងរំលោភរដ្ឋធម្មនុញ្ញជាច្រើននៅក្រៅប្រទេសហើយចលនានេះនៅបន្តបែកផ្សាយមនោគមវិជ្ជាបន្ថែមទៀតមិនឈប់ឈរ
ដូច្នេះខ្ញុំសូមក្នុងនាមខ្ញុំជាយុវជនខ្ញុំចង់ឲ្យជាពលរដ្ឋខ្មែរយើងគិតពិចារណាកុំយកវាសនារបស់ខ្លួនទៅផ្ញើលើមនុស្សម្នាក់ដែលគ្មានគោលដៅច្បាស់លាស់ហើយយកលោកតាលោកយាយយកគ្រាន់មកជាបម្រើនយោបាយហើយទី2នោះបើសិនជាលោកតាលោកយាយជាពលរដ្ឋខ្មែរយើងស្អប់មន្ត្រីអាក្រក់និងមន្ត្រីពុករលួយក៏មិនគួរទៅចូលរួមជាមួយអ្នកនយោបាយដែលមិនគោរពច្បាប់មិនគោរពស្មារតីប្រជាជននោះទេព្រោះអំពើទាំងឡាយក្នុងពេលបច្ចុប្បន្ននេះគឺអាចនឹងនាំលោកតាលោកយាយទៅបរាជ័យនៅថ្ងៃអនាគតខាងមុខទៀតដោយលោកសំរងស៊ីធ្លាប់អនុវត្តកន្លងមកដឹកនាំគណៈបកចំនួន5ទៅហើយប៉ុន្តែភាពបរាជ័យគឺបាត់បង់គ្រាន់តែធ្វើអំពើខុសច្បាប់និងបង្កើតចលនារំលោភនីតិរដ្ឋធម្មនុញ្ញនៅក្រៅប្រទេសតែប៉ុណ្ណោះជាចុងក្រោយក្នុងនាមខ្ញុំជាយុវជនក្នុងកិច្ចការងារតាមដានមើលស្ថានភាពនយោបាយក៏ចង់ឲ្យលោកតាលោកយាយងាកចាប់យកចំណេះដឹងមួយដែលអាចមើលឃើញអ្នកនយោបាយមួយដ៏ប្រសើរកុំយកវាសនារបស់ខ្លួនទៅផ្ញើទៅលើតែមនុស្សម្នាក់ហើយនៅពេលដែលមនុស្សម្នាក់បរាជ័យនិងខុសច្បាប់នឹងអាចបាត់បង់អ្វីៗទាំងអស់ទៅវិញដូច្នេះជាចុងក្រោយក៏ចង់ឲ្យជាពលរដ្ឋខ្មែរយើងនិងគណៈបកនយោបាយចូលរួមធ្វើអំពើមួយដ៏ត្រឹមត្រូវកុំដើរតាមលោកសំរងស៊ីនិងកុំពាក់ព័ន្ធមួយលោកសំរងស៊ីដើម្បីតនយោបាយរបស់ខ្លួនជាពិសេសកុំធ្វើអំពើខុសច្បាប់ណាមួយដែលអាចកើតវិបត្តិនយោបាយទៅថ្ងៃអនាគតតទៅមុខទៀតដែលធ្វើឲ្យប្រទេសជាតិយើងពិបាកនឹងជំរុញការអភិវឌ្ឍសូមអរគុណ